សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកឆ្លើយតប comment គ្នាយើងនេះសួរថាតើហេតុអ្វីលោកបូជាឆាមិនអាចរៀបការបានតាមពិតទៅនៅក្នុងព្រះសាសនានិកាយកាតូលិកលោកបូជាឆាចំនួនដើមអាចមានសិទ្ធិក្នុងការរៀបអាពាហ៍ពិពាហ៍និងបង្កើតក្រុមគ្រួសារបានប៉ុន្តែរហូតដល់ឆ្នាំ1939នៅក្នុងសន្និបាត Lateran ទី2យើងឃើញថាព្រះសហគមន៍ជាយាមលើកទឹកចិត្តនិងកំណត់ឲ្យលោកបូជាឆាទាំងអស់រក្សាព្រហ្មចារីយ៍ធម៌យើងឃើញថាមានមូលហេតុកត្តាមួយចំនួនដែលគ្រប់គ្រងឲ្យលោកបូជាឆាទាំងអស់រក្សាព្រហ្មចារីយ៍ធម៌ដើម្បីរក្សាខ្លួនឲ្យជាបូជាឆាដ៏វិសុទ្ធសម្រាប់ព្រះសហគមន៍ចំណុចទី1គឺលោកបូជាឆាទាំងអស់គឺជាតំណាងឲ្យព្រះយេស៊ូវគ្រីស្ទជាពិសេសនៅពេលដែលលោកថ្វាយអភិបូជានៅលើទីសក្ការៈដូច្នេះហើយលោកបូជាឆាទាំងអស់គឺអនុវត្តយោងទៅតាមជីវិតរបស់ព្រះយេស៊ូវគ្រីស្ទតាមគំរូរបស់ព្រះអង្គនៅក្នុងពេលដែលព្រះអង្គនៅលើលោកីយ៍នេះអញ្ចឹងនៅក្នុងអាយ7តាំងពីពេលព្រះអង្គទ្រង់ក្តីរហូតដល់ព្រះអង្គយាងឡើងស្ដាំក្នុងសុខព្រះយេស៊ូវគ្រីស្ទទ្រង់មិនបានរៀបអាពាហ៍ពិពាហ៍នឹងយកភរិយាឡើយហើយសាវកមួយចំនួនដែលព្រះអង្គត្រាស់ហៅក៏បានរក្សាព្រហ្មចារីយ៍ធម៌និងអ្នកខ្លះបានចាក់ចេញពីគ្រួសារដើម្បីបម្រើព្រះអង្គដែរហើយយើងឃើញចំណុចមួយទៀតដែលគ្រប់គ្រងលើចំណុចមួយនេះគឺនៅក្នុងពីមួយខែចំពោះ9ខ2យើងមានចំណុចមួយដែលនិយាយថាមានអ្នកខ្លះមិនរៀបការដោយយល់ទៅដល់ព្រះរាជនៃស្ថានភូមិសុខនឹងគឺដល់ចំណុចទី2ដែរដែលលោកបូជាឆាទាំងអស់ដែលស្ដាប់ព្រហ្មចារីយ៍ធម៌មិនមានគ្រួសារដែលស្ដាប់តែលោកបំពេញតួនាទីក្នុងការបម្រើប្រជាម្ចាស់ពីចិត្តគំនិតពីកម្លាំងកាយទាំងអស់គ្រប់ពេលវេលាទាំងអស់របស់លោកជាហើយការរៀបអាពាហ៍ពិពាហ៍គឺលោកដើម្បីយកពេលវេលាដែលលោកថែរក្សាគ្រួសាររបស់ផ្ទាល់ខ្លួនទៅថែរក្សាក្រុមគ្រួសារដ៏វិសុទ្ធរបស់ព្រះជាម្ចាស់គឺព្រះសហគមន៍ទាំងមូលហើយតាមពិតលោកបូជាឆាលោកបានរៀបអាពាហ៍ពិពាហ៍រួចជាស្រេចហើយនៅពេលដែលលោកទទួលកិច្ចសញ្ញាតែងតាំងជាបូជាឆាគឺលោករៀបការជាមួយនឹងព្រះសហគមន៍ផ្ទាល់តែម្ដងហើយព្រះសហគមន៍ដែលលោកបំរើហើយគឺជាភរិយាដែលលោកត្រូវតែស្រឡាញ់និងគោរពយ៉ាងមួយទៀតលោកបូជាឆាតាមទម្លាប់របស់គ្រិស្តបរិស័ទយើងតែងតែហៅថាលោកពុកដូច្នេះហើយការមិនរៀបអាពាហ៍ពិពាហ៍ធ្វើឲ្យលោកអាចជាឪពុកសម្រាប់គ្រិស្តបរិស័ទទាំងមូលដោយជាប់ជាលោកឪពុកទៅតាមជំនឿនិងផ្លូវវិញ្ញាណហើយលោកនឹងមិនមានកូនណាពិសេសដោយជាប់សាច់ឈាមឡើយដោយសារតែគ្រិស្តបរិស័ទទាំងអស់គឺជាកូនរបស់លោកស្មើគ្នាហើយយើងឃើញថាមានគំរូជាច្រើនទៀតដែលនិយាយពីការរក្សាព្រហ្មចារីយ៍ធម៌បានជួយលោកបូជាឆាក្នុងការបម្រើព្រះសង្គមឲ្យបានល្អជាងមុនដូច្នេះហើយព្រះសហគមន៍កាតូលិកដើម្បីឲ្យលោកបូជាឆាទាំងអស់ត្រូវតែរក្សាព្រហ្មចារីយ៍ធម៌ដើម្បីទទួលអគ្គសញ្ញាតែងតាំង